នៅក្នុងថ្ងៃមុនយើងបានស្គាល់ពីប្រាសាទដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងនៅក្នុងថ្ងៃនេះយើងចូលដល់ប្រាសាទដែលមាននៅក្នុងខេត្តបាត់ដំបងវិញម្ដងដែលប្រាសាទទី1នេះមានឈ្មោះថាប្រាសាទឯកភ្នំប្រាសាទឯកភ្នំមានទីតាំងស្ថិតនៅភូមិតាគោមឃុំពីមឯកស្រុកឯកភ្នំខេត្តបាត់ដំបងដែលមានចម្ងាយប្រហែល8គីឡូម៉ែត្រពីភាគខាងជើងនៃក្រុងបាត់ដំបងតាមប្រភពគេហទំព័រដែលខ្ញុំបានស្រាវជ្រាវបានរៀបរាប់ថាប្រាសាទនេះជាសំណង់ស្ថាបត្យកម្មដែលកសាងឡើងក្នុងសតវត្សទី11ស្ថិតនៅចុងរចនាបថឃ្លាំងនិងដើមរចនាបថបាពួនក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី1ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានៅលើមេទ្វារនៃទិសខាងកើតនៃប្រាសាទមានសិលាចារឹកចំនួន2ផ្ទាំងចុះលេខសម្គាល់ K211 នៅលើមេទ្វារខាងត្បូងបានប្រេះបែកនៅសល់តែអក្សរចារឹកចំនួន5បន្ទាត់មិនពេញលេញដែលគេមិនអាចយល់ពីសេចក្តីរបស់អត្ថបទទាំងស្រុងបានឡើយប៉ុន្តែអត្ថបទនេះប្រហែលគ្នាជាមួយនឹងអត្ថបទមេទ្វារនៅទិសខាងជើងដែរចំណែកឯមេទ្វារខាងជើងវិញនៅសល់អត្ថបទពេញលេញទាំងស្រុងចំនួន11បន្ទាត់ដែលសរសេរជាភាសាខ្មែរបុរាណចំនួន9បន្ទាត់និងភាសាសំស្ក្រឹតចំនួន2បន្ទាត់ដែលមានចុះកាលបរិច្ឆេទនៅឆ្នាំ959នៃមហាសករាជត្រូវនឹងឆ្នាំ1037នៃគ្រិស្តសករាជប្រាសាទនេះមានឈ្មោះថាវត្តឯកដែលបច្ចុប្បន្នមានឈ្មោះជាផ្លូវការថាវត្តឯកបពតរាមហៅវត្តឯកភ្នំយោងទៅតាមសិលាចារឹកលេខ K56 K70 K175 K276 K277 K425 និង K956 នាំឲ្យអ្នកស្រាវជ្រាវខ្លះយល់ថាប្រាសាទឯកភ្នំនេះមានឈ្មោះជាបុរាណថាវគ្គឯកដែលត្រូវនឹងឈ្មោះសំស្ក្រឹតថាវគ្គកាកេសោប៉ុន្តែតាមសិលាចារឹកប្រាសាទឯកភ្នំ K211 និងសិលាចារឹកប្រាសាទតាកែវ K276 បានបញ្ជាក់យ៉ាងច្បាស់ថាប្រាសាទនេះជាប្រាសាទសិវលិង្គដែលមានឈ្មោះបុរាណថាស្រីសូរ្យវរ្មសូរដែលស្ថិតនៅនរេន្ទ្រក្រៀមនៃព្រះស្រុកភីមបុរៈអត្ថបទសិលាចារឹកនេះនៅផ្នែកភាសាខ្មែរបុរាណចារឹកអំពីបុណ្យរបស់ព្រាហ្មណ៍មួយអង្គព្រះនាមព្រះគំតែងអញស្រីយោគីសូរបណ្ឌិតមកពីភូមិភ្នោកន្ទួតនៃដែនដីព្យាធបុរៈដែលលោកជាអាចារ្យស្ថាបនិកប្រាសាទសិវលិង្គនេះនៅក្នុងភូមិស្រីនរេន្ទ្រក្រៀមលោកបានថ្វាយដង្វាយផ្សេងទៅដល់ប្រាសាទនេះរួមមានថូខ្លះជាដើមនិងបានរៀបរាប់អំពីគ្រឿងរណ្ដាប់បូជានៅក្នុងស្រុកជាក្រៀមនៃដែនដីអមោឃបុរៈផងដែរលោកបញ្ជាក់ថាអ្នកដែលមានសទ្ធាចូលរួមចម្រើននិងថែរក្សាបុណ្យរបស់លោកនឹងបានផលបុណ្យស្មើនឹងលោកផងដែរសេចក្តីបន្ទាប់មកបានរំលឹកពីព្រះរាជបញ្ជារបស់ព្រះបាទសូរ្យវរ្ម័នទី1ត្រាស់ឲ្យព័ទ្ធសង់គោលព្រំដីភូមិជាក្រៀមនិងឲ្យខ្ញុំបម្រើជាដង្វាយដឹងគុណដល់ព្រាហ្មណ៍នោះផងដែរចំណែកឯអត្ថបទផ្នែកភាសាសំស្ក្រឹតបានបង្ហាញថាព្រាហ្មណ៍រូបនេះបានថ្វាយធម៌មាសដល់ស្រីសូរ្យវរ្មសូរនិងលើកពីគុណសម្បត្តិរបស់លោកដែលមានចំណេះដឹងសពខាងសាស្ត្រក្បួនវិធីប្រកបដោយចំណេះដឹងខាងអាគមដែលជាទីសពព្រះហឫទ័យរបស់ព្រះបាទសូរ្យវរ្ម័នទី1ចំពោះលក្ខណៈស្ថាបត្យកម្មប្រាសាទនេះមានរាង4ជ្រុងទ្រវែងសង់នៅលើខឿនខ្ពស់2ថ្នាក់មានផ្ទៃដីបណ្ដោយ 85.5 ម៉ែត្រពីលិចទៅកើតនិងទទឹង63ម៉ែត្រពីជើងទៅត្បូងប្រាសាទនេះមានទ្វារចូលចំនួន2នៅទិសខាងកើតនិងទិសខាងលិចមានថែវព័ទ្ធជុំវិញនៃតួប៉មប្រាសាទនិងកំពែងធ្វើពីថ្មបាយក្រៀមព្រមទាំងមានកសិនទឹកព័ទ្ធជុំវិញប្រាសាទផងដែរប្រាសាទឯកភ្នំនេះត្រូវបានសង់ឡើងដោយប្រើថ្មភក់ថ្មបាយក្រៀមនិងឥដ្ឋដែលបច្ចុប្បន្នប្រាសាទនេះបានបែកបាក់មួយចំនួនធំទៅហើយដោយយើងឃើញមានដុំថ្មភក់និងដុំថ្មបាយក្រៀមនៅរាយប៉ាយពេញផ្ទៃដីតែតួប្រាសាទក៏នៅមានរូបរាងដែលគួរឲ្យគយគន់ផងដែរពោលគឺយើងឃើញមានផ្តែរទ្វារដែលនៅលើទ្វារចូលប្រាសាទមានក្បាច់ចម្លាក់យ៉ាងប្រណិតដែលមានខ្លះនិយាយពីព្រះឥសូរកំពុងគង់លើយានជំនិះសត្វគោជាមួយព្រះមហេសី
ផ្តែរខ្លះនិយាយអំពីព្រះឥន្ទគង់នៅលើដំរីឥរវត្តនិងផ្តែរខ្លះទៀតបាននិយាយអំពីរឿងកូរសមុទ្រទឹកដោះដែលបង្ហាញពីពួកទេវតានិងយក្សកំពុងទាញនាគដើម្បីដណ្ដើមយកទឹកអម្រឹតទៅផឹកដើម្បីបានជីវិតអមតៈក្រៅពីនេះនៅទ្វារចូលយើងក៏ឃើញមានសសរផ្អោកនិងសសរពេជ្រដែលលម្អដោយក្បាច់ចម្លាក់យ៉ាងប្រណិតផងដែររីឯបង្អួចក៏មានការលម្អជាចម្រឹងមូលចំនួន5ដើមអមជាមួយនឹងក្បាច់ចម្លាក់ផងដែរដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់អ្វីត្បិតតែប្រាសាទនេះមានការបែកបាក់ក៏ពិតមែនតែប្រាសាទនេះនៅមានភាពស្រស់ស្អាតហើយក្បាច់ចម្លាក់ក៏ស្អាតយ៉ាងប្រណិតនិងបង្កប់នូវអត្ថន័យជាច្រើនដែលយើងនឹកស្មានមិនដល់ទាំងនេះបានបង្ហាញពីស្នាដៃយ៉ាងល្អឥតខ្ចោះដែលពុំមានអ្វីដែលអាចយកមកប្រៀបធៀបជាមួយបានឡើយវាពិតជាអស្ចារ្យខ្លាំងណាស់ដែលសំណង់បុរាណមានអាយុកាលរាប់ពាន់ឆ្នាំអាចនៅសល់ដល់ក្នុងពេលបច្ចុប្បន្នដែលធ្វើឲ្យយើងមានការស្ញប់ស្ញែងជាខ្លាំងចំពោះស្នាដៃស្ថាបត្យកម្មទាំងនេះហើយក្នុងពេលបច្ចុប្បន្នប្រាសាទនេះនៅតែមានអ្នកមកទស្សនាជាហូរហែទាំងភ្ញៀវជាតិនិងអន្តរជាតិផងដែរហើយពេលកន្លងមកក៏ធ្លាប់ត្រូវបានក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការជួសជុលដើម្បីការពារកុំឲ្យមានការខូចខាតជាបន្តទៀតដើម្បីថែរក្សាប្រាសាទនេះឲ្យបានគង់វង្សជាយូរអង្វែងហើយក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយយើងគួរគប្បីចូលរួមថែរក្សាការពារនិងលើកតម្កើងនូវសម្បត្តិវប្បធម៌បុរាណដែលជាកេរដំណែលដ៏អស្ចារ្យពីបុព្វបុរសខ្មែរនាសម័យកាលមុននេះជាស្នាដៃស្ថាបត្យកម្មដ៏វិសេសវិសាលក្រៃលែងដែលយើងទាំងអស់គ្នាមិនអាចមើលរំលងពីគុណតម្លៃរបស់ប្រាសាទនេះបានឡើយ។